ពីតូចមកខ្ញុំចង់រៀនសូត្របានខ្ពស់ហើយមានការងារក្នុងក្តីសម័យរបស់ខ្ញុំតែជាក់ស្ដែងដោយសារតែឪពុកខ្ញុំគាត់មានចិត្តគំនិតមួយថាកូនស្រីគាត់អត់ចង់ឲ្យរៀនបានច្រើនទេតែអ្វីដែលខ្ញុំមានខ្ញុំអត់អាចបំភ្លេចបានខ្ញុំនៅតែចង់រៀនមុខរបរដំបូងរបស់ខ្ញុំគឺខ្ញុំជា cleaner នៅមីក្រូហិរញ្ញវត្ថុដើម្បីរកចំណូលបន្ថែមការងារដំបូងរបស់ខ្ញុំគឺខ្ញុំបានទទួលបានប្រាក់ខែចំនួន120សម្រាប់ខ្ញុំពេលនោះ120គឺច្រើនមែនតើដោយសារវាជាញើសឈាមនិងវាជាជំហានមួយដែលអាចឲ្យខ្ញុំឆ្លងទៅដល់ក្តីសម័យរបស់ខ្ញុំនៅថ្ងៃក្រោយវិធីសាស្ត្ររបស់ខ្ញុំដើម្បីសន្សំលុយគឺខ្ញុំដកសន្សំហើយបានខ្ញុំយកមកចាយហើយព្យាយាមចាយទៅលើរបស់ដែលចាំបាច់ចំពោះគ្រឿងសម្អាងចំពោះខោអាវសម្លៀកបំពាក់អីជារបស់ដែលខ្ញុំគិតថាចំណាយដល់ពេលមិនមែនជាការចំណាយរាល់ខែឬមួយក៏ញឹកញាប់ពេកទេបន្ទុំខ្ញុំថតបងតម្លាក់ទៅស្អែកដឹកអីវ៉ាន់ឲ្យខ្ញុំតាមបងមកផងណាពេលដែលខ្ញុំសំមួយខែ1លានហ្នឹងដល់ពេលបាន4ខែគ្រប់4លានខ្ញុំដកលុយពី saving របស់ខ្ញុំហ្នឹងយកទៅដាក់ fixed deposit ដើម្បីបានការប្រាក់ច្រើនផងនិងล็อกមិនឲ្យខ្ញុំដកចាយបានផងតាមរយៈការខិតខំរបស់ខ្ញុំហើយនឹងការព្យាយាមសន្សំរយៈពេល6ឆ្នាំក្រោយខ្ញុំក៏បានរៀនតទៅថ្នាក់មហាវិទ្យាល័យតាមអ្វីដែលខ្ញុំចង់ជាក់ស្ដែងខ្ញុំបានបញ្ចប់ថ្នាក់មហាវិទ្យាល័យជំនាញធនាគារនិងហិរញ្ញវត្ថុនៅក្នុងឆ្នាំ2016ការសន្សំលុយកាក់ខ្ញុំមានចិត្តគំនិតតាំងពីតូចពុកម៉ែគាត់តែងតែបរៀនឲ្យយើងចំណាយចេះគិតគាត់ថាបើកូនមានលុយ1000កូនចាយតែ500បានហើយគឺកូនធ្វើអ្វីមួយត្រូវតែមានលុយសល់នៅដៃកូនមានបំណុលសុភមង្គលកូនកាត់បន្ថយ